បង្ហាញបងប្អូនដីកែងຂະຫນາດវិឡានៅក្នុងបរិយពិភពថ្មីគួរស្រូវ2មានផ្ទះច្រើនមានផ្សារដល់2សាលារៀនរបស់បរិយនិងសាលារៀនឯកជននៅក្នុងបរិយច្រើនទៀតណាផ្លូវបេតុងរបស់បរិយតែម្ដងមុខវាច្រើនមុខបងប្អូនណាតនេះ23ខាងនោះ23 13ខាងនោះ26ហើយមុខនោះគឺ26បងប្អូនប្លង់រឹងនេះបងប្អូនណាតនេះគឺផ្លូវបេតុងរបស់បរិយហើយដីនេះគឺមានផ្លូវមួយទៀតដែលជាផ្លូវរបស់រដ្ឋគឺបែបនេះបងប្អូនណាហើយបញ្ជាក់ទំហំបងប្អូនម្ដងទៀតខាងនេះ26អាខាងជាប់មួយបេតុងរបស់បរិយហ្នឹងគឺ25លបងបេតុងហ្នឹងគឺ23កាច់មិនអញ្ចឹង13និង26មកអញ្ចេះតនេះផ្លូវរដ្ឋទំហំសរុបគឺ912ម៉ែត្រការ៉េយើងលក់ក្នុង1ការ៉េគឺ265បងប្អូនណាបើសរុបជាតម្លៃលុយគឺ24680បែបហ្នឹងបងប្អូនណាបរិយភពថ្មីគួរស្រូវ2ប្លង់រឹងតែម្ដងកែងនេះគឺពេញប្លង់រឹងណាបែបនេះបងប្អូនកែងនេះគឺល្អជាងកែងបងបរិយខ្ញុំឧទាហរណ៍អញ្ចេះបានតែ4ម៉ែត្រគុណនឹងទំហំផ្ទះទេណាអាសាច់តែជាងនេះអត់បានទេរបស់បរិយអានឹងយើងអត់ថារបស់គេទេហើយផ្លូវបែកបែបនេះណាតំណោះទូ ATM នេះបែបនេះបងប្អូនបញ្ជាក់បងប្អូនម្ដងទៀតຂະຫນາດមកតាមសាច់បេតុងរបស់បរិយនេះ25លបងនេះ23មកកាច់នឹង13ហើយមកកាច់ទៅនោះ25ខាងនោះជាប់ជាមួយគេជិះម៉ូតូមកនឹង26ចាក់ដីមកពេញស្អាតបងប្អូនណាអេមតែម្ដងតំណេះចំផ្លូវបែកជា4 5បងប្អូនហើយយើងចំណេញបានផ្លូវបោះបរិយផងបានផ្លូវបេតុងបោះរត់ផងតើចេញទៅផ្លូវជាតិលេខ2អញ្ចឹងទេ1ការ៉េយើងគិត$265ក្នុង1ម៉ែត្រការ៉េអញ្ចឹងសរុបចូលវាការ៉េនៅក្នុងប្លង់រឹងគឺ912ម៉ែត្រការ៉េអញ្ចឹងវាស្មើនឹង241,600ជាងណាបែបនេះតម្លៃចរចាបានគឺចំណេញបាននៅក្នុងបរិយបើសិនជាករណីយើងចង់ប្រើផ្លូវក្រៅក៏បានចេញទៅផ្លូវជាតិលេខ2តែម្ដងនេះគឺបរិយភពថ្មីគួរស្រូវ2ដែលបរិយនេះធំផ្សារមានដល់2សាលារៀនបញ្ញាសាស្ត្រសាលារៀនបែតធីនៅផ្លូវជាតិលេខ2មីគីវេហើយហាងលក់ដូរការរស់នៅចិត្ត10000ផ្ទះបងប្អូនណាហើយតនេះគេបើកជាហាងកាហ្វេនេះបែបនេះទូ ATM ផ្លូវបែកជា3 4តែបាទអញ្ចឹងបងប្អូនចាប់អារម្មណ៍ធ្វើការណាត់មើលទីតាំងចរចាតម្លៃបានបន្ថែមទៀតហ៊ូអេមែនតើលបងអីហើយស្រាប់ណាចង់ចូលតាមនេះក៏បានចូលតាមផ្លូវរដ្ឋនោះក៏បានណាអេម